Hello បងប្អូនថ្ងៃនេះគ្រូមកប្រាប់អំពីរបៀបគ្រប់គ្រងពេលវេលាថ្ងៃប្រឡងបាក់ឌុបកុំឲ្យយើងភ័យអញ្ចឹងយើងភ័យដោយសារអីគេយើងភ័យដោយសារយើងខ្លាចធ្វើអត់ទាន់ម៉ោងអញ្ចឹងឥឡូវគ្រូមកបង្ហាញអំពីធ្វើម៉េចដើម្បីឲ្យយើងធ្វើអត់ទាន់ម៉ោងណាហើយសល់ពេលទៀតអញ្ចឹងនេះដើម្បីធ្វើវាបានទី1បងប្អូនតើតែច្បាស់គ្រប់ចំណុចទៅក្នុងគម្រោងប្រធានតែងសេចក្តីហ្នឹងតើនៅអញ្ចឹងបើអត់ច្បាស់កន្លែងណាឯងអាចឆាតសួរគ្រូបានគ្រូអត់កំណាញ់ទេគ្រូនឹងប្រាប់ណាតោះឥឡូវយើងចូលមកចាប់ពីលំនាំបញ្ហាមកដល់បញ្យលនៃប្រធានបងអូនចំណាយពេលតែ20នាទីបានណានៅក្នុងចំណុចទាំងអស់ហ្នឹងអ្វីដែលគ្រូគិតថាសម្រាប់បងប្អូនពិបាកទី1លំនាំបញ្ហាហើយនឹងទី2បញ្យលពាក្យកលឹះណាអញ្ចឹងចំណុចផ្សេងៗទៀតបងអូនគាត់ច្រឡងឡើងវិញហ្នឹងតោះណាតមកទៀតចំណុចបកស្រាយប្រធាននេះនឹងលើកឧទាហរណ៍បងអូនចំណាយពេលតែ115នាទីបានណាហើយធ្វើម៉េចបានដឹងថាចំណាយពេល115នាទីវិធីសាស្ត្រមាន2សម្រាប់បងអូនមានលេខាមើលបងអូនមើលទៅតែសម្រាប់បងប្អូនអត់មានលេខាឬក៏គេអត់ឲ្យយកចូលយើងសម្គាល់ដឹងថានៅពេលដែលជួងគេវាយគឺបានន័យថាសល់15នាទីទៀតដល់ម៉ោងអញ្ចឹងសល់15នាទីទៀតដល់ម៉ោងបងអូនអាចមានពេលព្យាយាមសរុបវាទៅព្យាយាមសរុបអាការបកស្រាយហ្នឹងទៅតោះណាហើយចាប់ពីសរុបមកដល់វាតម្លៃប្រធានមកទេផ្ទាល់ខ្លួនហ្នឹងបងអូនចំណាយពេល15នាទីបានហើយបងអូនខ្លះគាត់ចំណាយពេល15នាទីផងកន្លែងហ្នឹងភាសាគាត់ច្បាស់តើនៅអញ្ចឹងបើបងប្អូនណាអត់ទាន់ច្បាស់អីអាចឆាតសួរគ្រូបានបន្ថែមហើយកុំភ្លេចជួយ follow TikTok គ្រូមួយផង